ស៊ុបយ៉ាហនក្តៅពងក្រួចបងប្អូនហើយលាយជាមួយនឹងសាច់គោផុយបែបអញ្ចឹងអូយបងប្អូនដាក់ជាមួយនឹងនំបញ្ចុកទៀតនិយាយថាបញ្ចប់ជាតិគ្នាឆ្ងាញ់ខ្លាំងមែនតើហ្មងហើយថ្ងៃនេះគឺខ្ញុំថាមកប្រាប់ពីរបៀបថាធ្វើបោះខ្ញុំបែបងាយឆ្ងាញ់ហើយរសជាតិវាថាអូយបងប្អូនញ៉ាំហើយវាថាចង់ញ៉ាំទៀតហ្មងហើយឥឡូវនេះសាច់គោបងប្អូនបន្ទាប់ពីថាហាន់សាច់គោហើយហ្នឹងគឺយើងដាក់ជាមួយនឹងពងក្រួចអូយបងប្អូនហើយសាច់គោដាក់ជាមួយពងក្រួចត្រូវគ្នាមែនតើមកហ្មងហើយនេះគឺជាគ្រឿងកូលក្រៃជាមួយនឹងស្លឹកក្រូចសើចយើងទុកលីងឆាជាមួយគ្នាអញ្ចឹងបងប្អូនហើយបើថាគ្រឿងស៊ុបយើងត្រូវតែត្រៀមមែនតើហ្នឹងគឺជាមួយនឹងបន្លែបងប្អូនអញ្ចឹងទៅស៊ុបយ៉ាហនភាគច្រើនញ៉ាំត្រូវហ្នឹងគឺជាមួយនឹងតកួនណាអញ្ចឹងទៅបើថាយើងមានបន្លែអីផ្សេងទៀតក៏ថាដាក់បានដែរពាក្យថាស៊ុបគឺយើងដាក់បានគ្រប់មុខឲ្យថាបន្លែដែលយើងចង់ញ៉ាំហ្នឹងហើយបើថាយើងមានគ្រឿងសមុទ្រទៀតក៏ថាកាន់តែល្អហើយអញ្ចឹងទៅស៊ុបរបស់ខ្ញុំថ្ងៃហ្នឹងគឺថាខ្ញុំត្រូវតែទិញឆ្នាំងថ្មីបងប្អូនអានេះគឺថា order មកមិនថាមកជាមួយនឹងឆ្នាំងស៊ុបទេបងប្អូនមកជាមួយនឹងគ្រឿងសម្ភារៈផ្ទះបាយច្រើនមែនតើណាហើយអាវ៉ាន់ទាំងអស់ហ្នឹងគឺខ្ញុំប្រើប្រាស់សេវាជួយទិញ DRSB បងប្អូនអាចទិញអាវ៉ាន់ពីចិនរហូតដល់60លានមុខដែលគ្រាន់តែ copy link របស់យើងពីផលិតផលរបស់បងប្អូនពី app ចិនហ្នឹងរួចផាសចូលទៅក្នុង app DRSB ទៅជាការស្រាប់ហើយនៅពេលដែលអាវ៉ាន់របស់យើងបែកបាក់ឬក៏ខូចខាតខុសពណ៌ឬក៏ខុសទំហំអីហ្នឹងក្រុមហ៊ុនគេធានាសងលុយវិញ 100% ហ្មងហើយការទូទាត់លុយហ្នឹងគឺនៅក្នុង app ហ្នឹងបានគ្រប់ធនាគារលើសពីថាក្រុមហ៊ុនដទៃទៀតហើយចំពោះថ្លៃដឹកជញ្ជូនពីចិនមកហ្នឹងគឺទាបជាងទីផ្សារចាប់ពី 2000 រៀលនៅក្នុងមកកញ្ចប់អីវ៉ាត់របស់យើងតូចៗឥឡូវហ្នឹងក៏គេមាន free ដឹកជញ្ជូនមកដល់ផ្ទះយើងថែមទៀតដែរបងប្អូនហើយងាកមកមើលស៊ុបយើងវិញហ្នឹងអានេះគឺជាគ្រឿងធ្វើស៊ុបយ៉ាហុនរបស់យើងលីងខ្ទឹមសយើងចាក់មួយម្ទេសច្រាមចូលហើយយើងដាក់ខ្ទិះដូងចូលបន្តិចទៅយើងដាក់កាពិចូលបងប្អូនហើយកុំភ្លេចឲ្យសោះបន្ថែមជាមួយនឹងស្ករត្នោតទៅលីងជាមួយនឹងកាពិនោះឲ្យថាចូលគ្រឿងគ្នាមកហើយសំយើងបន្ថែមស្លឹកក្រូចនិងគល់ក្រៃចូលឲ្យឈ្ងុយមកយើងកុំភ្លេចឲ្យសោះដាក់សាតេបងប្អូនដាក់សាតេចូលបានឆ្ងាញ់ណាហើយយើងមានទៅដល់គោខាប់បន្តិចមកជាមួយនឹងឲ្យថាប្រេងល្ងដាក់ប្រេងល្ងមកទឹកស៊ុបរបស់យើងចាប់ជាតិគ្នាឆ្ងាញ់មែនតើបងប្អូនឲ្យដាក់ទឹកចូលថាតាមចំនួនដែលយើងញ៉ាំហ្នឹងហើយយើងមានបន្ថែមម្សៅស៊ុបដុំស៊ុបហើយជាមួយនឹងគល់ខ្ទឹមដាក់ចូលដល់ថាឲ្យទឹកស៊ុបរបស់យើងហ្នឹងមានជាតិផ្អែមដែរបងប្អូនហើយឈ្ងុយមែនតើហើយយើងដាក់ប្រហិតមកបងប្អូនឲ្យបានស៊ុបយ៉ាហុនថាមួយឆ្នាំងញ៉ាំយ៉ាងឆ្ងាញ់ហ្មងបងប្អូនហើយបើថាមានតែគ្នាចាប់ម្នាក់មកចកអែមមែនតើតែម្ដងហើយនេះគឺជាស៊ុបយ៉ាហុនដែលខ្ញុំដាក់ឈ្មោះថាស៊ុបយ៉ាហុនពងក្រួចហ្នឹងបងប្អូនដែលយើងដាក់ពងក្រួចហ្នឹងពីលើសាច់គោអូយបងប្អូនឆ្ងាញ់មែនតើណាហើយស៊ុបយ៉ាហុនហ្នឹងគឺចំណុចសំខាន់ហ្នឹងគឺតកួនទេបងប្អូនដែលយើងដាក់ជាមួយតកួនឲ្យរៀងច្រើនតិចមកហើយយើងញីសាច់គោរបស់យើងហ្នឹងឲ្យបែកជាមួយនឹងថាពងក្រួចឲ្យចូលគ្នាមកណាបងប្អូនសាច់គោរបស់យើងវាថាចេញមកវាថាអូយក្រហមពីខាងក្នុងចេញមកល្អមែនតើហើយដាក់ចូលមកមួយម៉ាត់អត់មានថាជាតិស្វិតអីណាបងប្អូនឡើងផុយលលួយមកហ្មងបងប្អូនហើយស៊ុបយ៉ាហុននេះឆ្ងាញ់ណាស់បងប្អូនណាពេលដែលយើងដាក់ញ៉ាំជាមួយនឹងនំបញ្ចុកទៀតគឺថាស៊ីគ្នាជាមួយនឹងទឹកស៊ុបនឹងខ្លាំងមែនតើបងប្អូនហើយខាំមួយម៉ាត់ដោយតកួនបន្តិចដោយនំបញ្ចុកហើយមានសាច់បាគាសាច់អីនៅខាងក្នុងនោះអូយបងប្អូនហើយអានេះបើថាកម្មវិធីជប់លៀងអីដាក់តែមកស៊ុបមួយឆ្នាំងហ្នឹងអែមមែនតើអញ្ចឹងសម្រាប់ promotion ពិសេសហ្នឹងប្រើសេវាជួយទិញ DRSB ឥឡូវនេះបងប្អូនមានលុយតែ 50% នៃចំនួនអីវ៉ាន់របស់យើងហ្នឹងអាចដាក់ទិញអីវ៉ាន់បានមានន័យថាបើយើងទិញអីវ៉ាន់អស់$10អញ្ចឹងបងប្អូនអាចបង់មុនត្រឹមតែ$5ប៉ុណ្ណោះឲ្យបងប្អូនហើយចំណែក$5ទៀតហ្នឹងគឺបង់នៅពេលដែលយើងទទួលបានអីវ៉ាន់អញ្ចឹងទៅគឺហើយអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមផ្សេងៗហ្នឹងបងប្អូនអាចឆាតទៅក្នុង page របស់ DRSB បានដែលខ្ញុំ screenshot នៅខាងលើនេះអញ្ចឹងវីដេអូមួយតែប៉ុណ្្នឹងទេ Bye